សួស្តីបងប្អូនពុកម៉ែមិញមានប្រន់ទាំងប្រមិតដែលនិយមគុំត្រួតស្នាដៃតាមដាននៅព័ត៌មានថ្មីជាមួយអន្តរព័ត៌មានជាទីគ្រប់ប្រព័ន្ធនិងជាទីមេត្រីគណៈពេលនេះអន្តរព័ត៌មានបើសុំលើកយកនៅករណីចៅម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនទម្រាំតែបានតែលោកចៅក្រមហមមេងសែដោះលែងយ៉ាងផុយក្មេងស្ទាវជំនាញខាងឆក់ប្លន់ម្នាក់ដែលសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លាខំតាមចាប់បានទាំងលំបាកកាលពីចុងខែមិថុនាកន្លងមកនេះត្រូវបានលោកហមមេងសែអនុប្រធានសាលាដំបងរាជធានីភ្នំពេញនិងជាចៅក្រមស៊ើបសួរសម្រាប់ដោះលែងវិញផុយហើយយោងតាមដីកាសម្រាប់មិនឃុំខ្លួនជាបណ្ដោះអាសន្នលេខ5212ចុះថ្ងៃទី2ខែកក្កដាឆ្នាំ2020របស់លោកហមមេងសែបានសម្រេចដាក់ជន់ត្រូវចោទឈ្មោះធឿនរាជនីភេទប្រុសអាយុ17ឆ្នាំឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការមិនឃុំខ្លួនពីបទលួចមានស្ថានទម្ងន់ទោសឆក់ទូរស័ព្ទដៃជន់ត្រូវចោទឈ្មោះធឿនរាជនីត្រូវបានលោកសេងហៀងតំណាងអัยការអមសាលាដំបងរាជធានីភ្នំពេញបើការស៊ើបសួរនិងចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោសឆក់ទូរស័ព្ទដៃប្រព្រឹត្តនៅចំណុចផ្សារហេងលីផ្លូវ271ភូមិបរិយកម្មកសង្កាត់ទឹកថ្លាខណ្ឌសែនសុខកាលពីថ្ងៃទី28ខែមិថុនាឆ្នាំ2020យោងតាមមាត្រា353និងមាត្រា357នៃក្រមព្រហ្មទណ្ឌតាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ3306អយោណូចុះថ្ងៃទី30ខែមិថុនាឆ្នាំ2020បើយោងតាមដីកាសម្រាប់មិនឃុំខ្លួនជាបណ្ដោះអាសន្នរបស់លោកហមមេងសែដែលជាចៅក្រមស៊ើបសួរនោះលោកសេងហៀងតំណាងអัยការអមសាលាដំបងរាជធានីភ្នំពេញជាម្ចាស់បណ្ដឹងអាជ្ញាបានចារថាប្តឹងអូតូមានន័យថាលោកហេងសៀងនឹងប្តឹងជំទាស់ចំពោះការដោះលែងចៅរូបនេះពីសំណាក់លោកចៅក្រមហមមេងសែសូមជម្រាបថាកាលពីថ្ងៃទី28ខែមិថុនាឆ្នាំ2020ជនត្រូវចាប់ខាងលើត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមក្នុងបទល្មើសជាក់ស្ដែងឆក់ទូរស័ព្ទដៃនៅចំណុចមុខផ្សារហេងលីផ្លូវ271ភូមិបរិយកម្មកសង្កាត់ទឹកថ្លាខណ្ឌសែនសុខនិងបានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបងរាជធានីភ្នំពេញហើយត្រូវបានតំណាងអัยការធ្វើការចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោសឆក់ទូរស័ព្ទដៃតែទីបំផុតលោកចៅក្រមហមមេងសែដោះលែងទៅវិញប្រិមិត្តជាទីមេត្រីព័ត៌មានមួយនេះត្រូវបានបញ្ចប់ទៅហើយអរគុណណាស់សម្រាប់បងប្អូនពុកម៉ែមីងមាប្រន់ទាំងប្រិមិត្តដែលបានស្ដាប់និងតាមដានជាមួយអន្តរព័ត៌មានឱកាសពេលក្រោយនឹងបានវិលមកជួបប្រិមិត្តសាជាថ្មីទៀតគណៈពេលនេះអរគុណសូមជម្រាបលា